ថ្ងៃនេះមកទស្សនាដូងបងប្អូនអើយស្រែដូងរបស់ខ្ញុំបាទគឺថាក្រោយពីទទួលបានភ្លៀងជាច្រើនខែបងប្អូនគឺថាល្អមែនទែនបងប្អូនគឺថាល្អស្លឹកធំធំវែងវែងខ្ពស់ល្អស្លឹកខៀវល្អមែនទែនបងប្អូនដោយសារតែយើងដាក់ជីនៅរដូវខែនេះបងប្អូនគឺថាដាក់ត្រូវបងប្អូនគឺដាក់បានជីគ្រប់គ្រាន់ទៅធ្វើឲ្យស្លឹកធាងដូងរបស់យើងគឺខៀវល្អមែនទែនបងប្អូនដោយសារតែការមើលថែដដល់ទៅធ្វើឲ្យដូងយើងធំហើយលូតលាស់ល្អទទួលបានជីគ្រប់គ្រាន់ហើយទឹកក៏បានគ្រប់គ្រាន់បបោដែរបងប្អូនដូច្នេះគឺថាធំល្អហើយបងប្អូនឆ្នាំនេះគឺធំវឹងល្អមែនទែនចាំមើលឆ្នាំក្រោយទៀតបងប្អូនទៅជាយ៉ាងណាឥឡូវមានដើមកាញ់ដើមជ្រៃធំហើយបងប្អូនធំល្អណាស់ធំហើយនេះបងប្អូនអើយទឹកបន្លាយក៏ពេញល្អហើយបងប្អូនកំពុងតែពេញស្អាតមែនទែនបងប្អូនអើយនេះរដូវខែផ្សាខែភ្លៀងគេគឺថាវាស្រស់ស្រាយស្រស់ថ្លាមែនទែនស្រស់ស្អាតតែដើមនេះដូចខ្វះជីបងប្អូនមើលឃើញធៀងស្លឹកលឿងចេះគឺខ្វះជីហើយបងប្អូនអត់នេះបងប្អូនអើយនេះល្អមែនទែនថាទទួលយកបានឆ្នាំនេះគឺថាទទួលបានល្អគួរសមបងប្អូនដោយសារតែយើងដាក់ជីវាបាន2ដង3ដងទៅគឺស្នំប៉ុន្តែនៅខ្វះនៅឡើយបងប្អូននោះតែខ្វះជាតិជីហើយកាលណាតែអាយុវាកាន់តែច្រើនដើមវាកាន់តែធំទៅវាជីវាកាន់តែខ្វះវាត្រូវការជីច្រើនដូច្នេះយើងត្រូវការដាក់ជីច្រើនដើម្បីបំពន់និងដើម្បីបំពេញដើម្បីវាបឺតចិញ្ចក់យកទៅចិញ្ចៀមស្លឹកធៀងខាងលើណាបងដូច្នោះគឺមិនក៏តែទោះបីយ៉ាងណាក៏បងប្អូនគឺថាល្អគ្រឿនទទួលយកបានឆ្នាំនេះបងប្អូនអើយនេះដើមនេះគល់វាធំល្អហើយភ្លីហើយចាប់ដើមឡើងខ្លួនហើយបងប្អូនកំពុងតែពេញក្រមុំហើយបងប្អូនអើយចាប់ដើមធំល្អគល់ឡើងកំពីងឡើងអុយហើយមិនយូរទេបងប្អូនអស់យ៉ាងយូរគឺប្រហែលជាមួយឆ្នាំ2ឆ្នាំទៀតបងប្អូនគឺអាចទទួលហើយបងប្អូនទទួលផ្លែផ្កាទទួលផ្លែផ្កាហើយបងប្អូនអើយនេះចាប់ដើមហើយនេះអានេះក៏ល្អដែលគួរសមហើយវីដេអូរបស់ខ្ញុំបាទមិនអីច្រើនទេបងប្អូនមានតែប៉ុណ្ណេះឯងអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់ជូនពរពុកម៉ែបងប្អូនរកស៊ីទូទានមានបានហេងទាំងអស់គ្នាបងប្អូនឃើញថាល្អមែនទេបងប្អូនអើយនេះមើលណែដើមធំល្អណាស់ស្លឹកលខៀវបងប្អូននេះប៉ុន្តែនោះខ្វះនោះឡើយបើបានជីបន្ថែមតែទៀតកាន់តែល្អជាងនេះបងប្អូនដោយសារតែយើងខ្វះជីទៅវាពិបាកបន្តិចក្នុងការបឺតជញ្ជក់នៅក្នុងស្លឹកធៀងវាមិនបានគ្រប់គ្រាន់ធ្វើឲ្យស្លឹកយើងមានធៀងដូងយើងមានក្រហមបងប្អូននេះក្រហមផងលឿងផងនេះបើសិនតែមានជីគ្រប់គ្រាន់គឺថាអាក្រមក៏ខៀវអាលឺក៏ខៀវគឺខៀវទាំងអស់បងប្អូនដូច្នេះហើយក៏មានតែប៉ុណ្ណេះឯងបងប្អូនវីដេអូរបស់ខ្ញុំបាទត្រូវបានបញ្ចប់ហើយបាទបងប្អូនអរគុណច្រើនជម្រាបលាបាយបាទ